ចម្លើយទំព័រទី8មួយប្រៀបធៀបចំនួនទស្សភាគក 13.256 និង 13.248 ចឹងដើម្បីប្រៀបធៀបចំនួននេះបានយើងធៀបគ្នាម្ដងមួយខ្ទង់ពីខ្ទង់ធំជាងគេទៅមកអស់គឺខ្ទង់10លេខ1ដូចគ្នាខ្ទង់រាយលេខ3ដូចគ្នាខ្ទង់ភាគ10លេខ2ដូចគ្នាខ្ទង់ភាគរយខាងនេះលេខ5ខាងនេះលេខ4អញ្ចឹងលេខ5ធំជាងដូចនេះ 13.256 ធំជាង 13.248 ខ 245.162 និង 245.159 ជាងយើងធៀបគ្នាម្ដងមួយខ្ទង់ដូចគ្នាលេខ2ដូចគ្នា4ដូចគ្នា5ស្មើគ្នាខ្ទង់ភាគ10 1ដូចគ្នាខ្ទង់ភាគរយខាងនេះ6ខាងនេះ5ដូចនេះខាងនេះធំជាង 245.162 ធំជាង 245.159 ក 85.65 និង 85.650 ចឹងយើងដឹងហើយទោះជាថែម0ខាងក្រោយនេះទៀតក៏ចំនួននេះនៅតែមិនប្រែប្រួលទេដូចនេះចំនួនទាំងពីរគឺស្មើគ្នាខ 674.080 និង 674.80 អញ្ចឹងយើងធៀបគ្នាម្ដងមួយខ្ទង់ដែរ6ដូចគ្នា7ដូចគ្នា4ដូចគ្នា0ខាងនេះ0ខាងនេះ8អញ្ចឹងខាង8នេះធំជាងដូចនេះ 674.080 តូចជាង 674.80 2រៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំនិងចាស់មកវិញចឹងមានន័យថាពីធំមកតូចវិញចឹងគេមានចំនួន4 78.086 78.087 78.305 77.989 ចឹងដើម្បីរៀបលំដាប់ចំនួនបានយើងត្រូវធៀបគ្នាម្ដងពីខ្ទង់ប៉ុន្តែបើវិធីលឿនយើងអាចធៀបគ្នាម្ដងទាំងអស់រួមតែម្ដងធៀបចាប់ពីខ្ទង់ធំជាងគេបំផុតគឺខ្ទង់10ខាងមុខនេះលេខ7ដូចគ្នាណាហើយខ្ទង់រាយខាងនេះលេខ8ខាងនេះលេខ8ដូចគ្នាតែខាងនេះលេខ7អញ្ចឹងមានន័យថាចំនួនចុងក្រោយនេះវាតូចជាងគេអញ្ចឹងបើរៀបលំដាប់ពីតូចទៅធំយើងដាក់វាមុនគេ 77.989 អាក្រោយនេះយើងយកហើយយើងដកវាចោលអញ្ចឹងយើងធៀបតទៀតតង់បន្តទៀត0ខាងនេះ3អញ្ចឹងមានន័យថាចំនួនមួយនេះធំជាងគេអញ្ចឹងវានៅក្រោយគេអញ្ចឹងយើងទុកវាដល់ឡែកសិនយើងមកធៀបអាពីរនេះបន្តទៀតខាងនេះ8ខាងនេះ8ដូចគ្នាខាងនេះ6ខាងនេះ5 2អញ្ចឹងបន្ទាប់ពី 77.989 គឺ 78.086ហើយបន្ទាប់ពី 78.086 គឺ 78.087 ហើយធំចុងក្រោយគេគឺ 78.305 ច្រាស់វាមកវិញគឺរៀបលំដាប់ពីធំទៅតូចអញ្ចឹងយើងយកចំនួនណាដែលធំជាងគេនៅខាងលើនេះមកដាក់មុនគេវិញម្ដង 78.305 តមក 78.087 តមកទៀតគឺ 78.086 ចុងក្រោយគេគឺ 77.989